Rương on đạt ót chẩn. Tú bây chia Prote Campuchia, long cắt sông Krim tràn samai cả có bật mến. Tai Prote Campuchia mình bán bát bong tức đầy, à rái thọ, nâng ngập bay chùm nửa tới tiếng on nụ tê. Hơi rương ngập bay chùm nửa, còn nếu ta miên một đó sắp ngày nì. Khai rồi ta nạ kỳ rí, cứ chứ khai đại xâm bộ prey chứa nâng sát prey khăn nà. Hơi khăn prey nụ, có miên sạch prey mì cơ bá, đại chăm thai ra xa nì khăn prey nụ. ពួកឯងចូលទៅរកសត្វព្រៃរាល់ថ្ងៃមានជួបហេតុការណ៍ឬសម្លេងអីប្លែកៗអត់ហ៎ អត់ឃើញអីផងតាខ្ញុំដើរចូលដល់ក្នុងព្រៃជ្រៅក៏អត់មានឃើញអីដែរអឺបើអញ្ចឹងល្អហើយតែពេលចូលទៅក្នុងព្រៃជ្រៅកុំមាត់អីផ្ដេសផ្ដាសណាព្រោះអណ្ដាតអត់ឆ្អឹងពេលខ្លះក្រលាស់ទៅត្រូវហើយពេលខ្លះក៏ក្រលាស់ទៅខុសដែរដូច្នេះហើយកុំចេះតែក្រលាស់ផ្ដេសផ្ដាស បាទតាហេតុអ្វីក៏តានិយាយរឿងអីចម្លែកម៉េះថ្ងៃនេះអញឃើញឯងជាក្មេងល្អក្នុងភូមិចេះគោរពចាស់ទុំនិងស្លូតបូតហើយឯងជាមនុស្សដែលចូលព្រៃរាល់ថ្ងៃទៀតអញ្ចឹងបានជាយើងប្រាប់នឹងណាហើយវាមានតាក់ទងអីទៅនឹងខ្ញុំចូលព្រៃតាបានជាតាហាមិនអោយខ្ញុំមាត់ផ្លេសផ្ដាស់អញ្ចឹងតាប្រាប់ខ្ញុំបន្តិចមើលចង់ដឹងខ្លាំងណាស់បើឯងចង់ដឹងអញបង្ហើបប្រាប់ឯងតិចចុះកាលពីរាប់សិបឆ្នាំមុនពេលនោះអញនៅក្មេងប្រហែលឯងហ្នឹងជារៀងរាល់ថ្ងៃអញចូលទៅក្នុងព្រៃបាញ់សត្វមិនដែលមានអីទេតែថ្ងៃមួយមិត្តភក្តិអញមាននិយាយច្រឡំមាត់ហើយពួកអញក៏បានវង្វេងផ្លូវត្រឡប់មកផ្ទះវិញពេលនោះទោះបីជាពួកអញខំប្រឹងរកផ្លូវត្រឡប់មកផ្ទះវិញយ៉ាងណាក៏ដោយក៏រកមិនឃើញដែរហើយការវង្វេងផ្លូវមួយនេះវាបាននាំពួកអញទៅដល់ព្រៃជ្រៅមួយដែលមិនសូវមានមនុស្សទៅដល់នោះទេ ហើយយ៉ាងម៉េចទៀតទៅតាខ្ញុំស្ដាប់ឡើងស្លងអារម្មណ៍អស់ហើយនេះដោយសារតែពួកអញវង្វេងផ្លូវមួយថ្ងៃពេញធ្វើឲ្យពួកអញអស់កម្លាំងជាខ្លាំងហើយម្យ៉ាងទៀតចិត្តយប់ផងក៏សម្រេចចិត្តថាដើររករូងភ្នំណាមួយស្នាក់នៅបណ្ដោះអាសន្នសិនលុះដើរបានមួយសន្ទុះក៏ក្រឡេកទៅឃើញរូងភ្នំមួយយប់នេះយើងដេកនៅនឹងមួយយប់សិនទៅអាភឿអើយចាំស្អែកចាំដើររកទៀតព្រោះងងឹតអញ្ចឹងយើងមើលផ្លូវមិនឃើញនោះទេហើយម្យ៉ាងទៀតខ្លាចសត្វធាតុផងពិសេសគឺខ្លាហ្មងហើយអាបកាច់អើយអណ្ដាតឯងនេះចេះតែក្រលាស់ហ្មងណាវង្វេងផ្លូវដោយសារអណ្ដាតមួយថ្ងៃហើយនៅតែមិនរៀងទៀតអ្នកដើរព្រៃគេមិនមាត់ផ្ដេសផ្ដាស់ដូចឯងអញ្ចឹងទេព្រោះវាអាចមានបញ្ហាដល់ខ្លួនណាអឺសុំទោសផងអាម្លាញ់ឯងដឹងហើយតើថាអញនេះវាមាត់រពើរពោចតាំងពីដើមមកហើយអញ្ចឹងហើយកុំប្រកាន់អញអីអញមិនប្រកាន់ឯងទេតែលើកក្រោយក៏មាត់អីផ្ដេសផ្ដាស់ទៀតណាព្រោះអ្នកថែរក្សាព្រៃគេប្រកាន់ណាកុំនិយាយឌឺដងនិងបំពេញដល់គេអឺអញដឹងហើយដេកទៅរអ៊ូច្រើនជាងម៉ែអញទៀតអានេះ ពេញមួយយប់ពួកអញដេកមិនលក់ទេព្រោះមានសំឡេងចម្លែករហូតនៅក្បែររូងភ្នំរហូតលុះស្អែកឡើងពួកយើងទាំងពីរនាក់ក៏បានចេញដំណើររកផ្លូវត្រឡប់ទៅផ្ទះវិញអាភឺអានិយាយអញ្ចឹងហែងមានគិតដូចអញដែរអត់ពួកយើងដើរឡើងមួយថ្ងៃហើយមានអារម្មណ៍ថាដើរមកផ្លូវដដែលអញ្ចឹងអឺអញក៏គិតដូចឯងដែរតែខ្ជិលនិយាយព្រោះនិយាយច្រើនខុសច្រើន ខ្លាចខុសអញអីទេបើតាមបទពិសោធន៍ពង្វេងផ្លូវរាប់រយដងរបស់អញគិតថាបើយើងនៅតែដើរផ្លូវនេះទៀត
ទោះដើរ1លានឆ្នាំទៀតក៏រកផ្លូវទៅផ្ទះមិនឃើញដែរហ៎ ចុះតាមបទពិសោធន៍ដែលធ្លាប់ឆ្លងកាត់ហើយធ្វើយ៉ាងម៉េចទៅក្នុងកលៈទេសៈបែបនេះអាម៉ូក បើតាមបទពិសោធន៍របស់អញក្នុងកលៈទេសៈបែបនេះពួកយើងគួរតែដើរទៅរកផ្លូវទៅរូងភ្នំយប់មិញទៅល្អជាង ហាហើយឯងដើរទៅរករូងភ្នំយំមិញធ្វើអីឯងអត់ប្រងទៅផ្ទះទេហ៎ចង់នៅក្នុងរូងភ្នំហ្នឹងមួយជីវិតមែន អត់ទេអញគ្រាន់តែគិតថាមេឃវាជិតយប់ហើយអញ្ចឹងយើងគួរតែដើររកផ្លូវទៅរូងភ្នំវិញសិនទៅព្រោះបើយើងដើរទៅឆ្ងាយទៀតវាអាចនឹងវង្វេងលើសដើមណាហើយមេឃក៏ជិតងងឹតដែរ អញ្ចឹងក៏បានដែរចាំស្អែកចាំគិតទៀតមេឃចិត្តងងឹតហើយ ល្វើយណាស់អាភឺអើយដើរមួយថ្ងៃហើយអត់មានអីចូលពោះសោះអាមិនដឹងថាស្អែករកផ្លូវទៅផ្ទះឃើញអត់ទេនេះ នឹងហើយឯងមានអណ្ដាតចេះតែក្រលាស់ផ្ដេសផ្ដាស់វង្វេងព្រៃច្រើនដងហើយនៅតែមិនកាយចរិតទៀតចាំមើលឆ្លងផុតលើកនេះហើយកាយចរិតអត់ចាំមើល អញគិតថាកែមិនបានទេអាភឺអើយព្រោះចរិតអញអញ្ចឹងតាំងពីដើមមកហើយអញមិនដូចអាអ្នកខ្លះទេសំដែងធ្វើល្អពីមុខតែពីក្រោយវិញអាក្រក់រោគលេខដាក់គ្មាន ហើយនិយាយហ្នឹងឌឺដងឲ្យអញមែនអាម៉ូកអញមិនចូលចិត្តទេហ៎បើចង់និយាយឲ្យត្រង់មកកុំបញ្ឆិតបញ្ឈៀងអញ្ចឹង អញមិនបាននិយាយឲ្យហែងទេអាភឺហែងអីក៏មានខ្លួនម៉ែអញនិយាយអ្នកផ្សេងតើ អើបើមិនឲ្យរើសដាក់ខ្លួនយ៉ាងម៉េចហ៎បើហែងនិយាយឲ្យមើលមុខអញហើយប្រើពាក្យសុទ្ធតែអ្នកខ្លះទៀត ហើយអាបើអញនៅតែពីរអ្នកហែងហ្នឹងឲ្យអញនិយាយឲ្យបែរមុខទៅថ្មមែនណា ទៅបានហើយអញសុំខ្លាចសម្ដីឯងហើយហែងនេះគួរតែឈប់រកសัตว์ហើយទៅលក់ថ្នាំប៉ាហ៊ីវិញទៅល្អជាង អារបយោនៅឌឺទៀតហើយយប់មិញហែងមានឮសំឡេងអីនៅខាងក្រៅអត់តាអញឮហើយដេកអត់លក់សោះយប់មិញ លឺតែចេះតែសំងំទៅព្រោះអស់កម្លាំងមួយថ្ងៃហើយ ហើយឯងមានដឹងថាសំឡេងអីអត់តាស្ដាប់ទៅគួរឲ្យខ្លាចដល់ហើយ បើតាមអញគិតសំឡេងក្រហមរៀងធ្ងន់ហើយនៅកណ្ដាលព្រៃបែបនេះប្រកាសជាអាសត្វនោះហើយ ចំសត្វស្អីគេអាមិនមិននិយាយឲ្យច្បាស់មកហើយចង់និយាយថាខ្លាមែន អញមិនដឹងថារកពីអីមកជេរឯងទេអាបើមកដូចឈ្មោះអញ្ចឹងចុះបើឯងដឹងថាអញនិយាយពីអាសត្វនឹងហើយមិនចាំបាច់បញ្ជាក់មុខទៀតធ្វើអីអណ្ដាតអត់ឆ្អឹងឯងនេះយ៉ាប់ណាស់ដេកទៅកុំមាត់ទៀត កាលនោះគ្រាន់តែអញជាប់ក្នុងព្រៃឡើង7យប់7ថ្ងៃអាគាំងអើយហើយយប់ណាក៏ឮសំឡេងខ្លាក្រហមដែរ ចោះពួកអ្នកភូមិអត់មានទៅតាមរកពួកតាឯងទេអញ្ចឹងបានជាជាប់យូរថ្ងៃម៉េះ ពួកអ្នកភូមិនិងម៉ែឪអញទៅតាមរកដែរអន្តើតែរកមិនឃើញទេហើយពួកគាត់តាមរកពួកអញឡើង3យប់3ថ្ងៃឯណោះ ហើយពួកគាត់មានទៅរកដល់ព្រៃដែលពួកតាវង្វេងដែរអត់ ពួកគាត់មិនបានដើរទៅរកដល់ទីនោះទេព្រោះព្រៃនោះគេហាមមិនឲ្យចូល មិនអញ្ចឹងតាព្រៃនោះមានបញ្ហាអីមែនបានជាគេហាមមិនឲ្យចូលទៅអញ្ចឹង វាមានបញ្ហានឹងហើយបានជាគេហាមមិនឲ្យចូលនោះព្រោះព្រៃនោះមានគេថែរក្សាហើយមានសត្វសាហាវទៀតផង
ម្យ៉ាងទៀតវានៅជ្រៅពេកអ្នកដែលដើរទៅដល់ទីនោះភាគច្រើនសុទ្ធតែជាអ្នកបង្វែងផ្លូវទាំងអស់ហើយបើបានសម្លាប់សត្វនៅទីនោះវិញគឺត្រូវតែស្លាប់នៅទីនោះដូចគ្នា ចុះតាមានបានសម្លាប់សត្វនៅទីនោះអត់ហើយតាធ្វើយ៉ាងម៉េចអាចត្រឡប់មកផ្ទះវិញបាន យើងមិនបានសម្លាប់សត្វនៅទីនោះទេព្រោះចាស់ៗក្នុងភូមិហាមមិនឲ្យចូលទៅសម្លាប់ហេតុនេះហើយបានជាសត្វនៅទីនោះធំហើយកាចសាហាវ ហើយរឿងរ៉ាវវាតទៅមុខទៀតយ៉ាងម៉េចទៅតាប្រាប់ខ្ញុំឲ្យអស់មកស្រួលខ្ញុំបានការពារខ្លួនផង អញមិនចង់និយាយប្រាប់ឯងទេព្រោះរឿងរ៉ាវនេះក្មេងៗសេរីក្រោយដោយពួកឯងគ្មានអ្នកណាដឹងទេម្យ៉ាងទៀតវាខានកើតរឿងបែបនេះឡើងយូរហើយអញ្ចឹងក៏ខ្ជិលនិយាយប្រាប់ហ្មងទៅហើយរឿងរ៉ាវនោះគឺ អាភឺពួកយើងមកវិញនៅក្នុងព្រៃនេះ7យប់7ថ្ងៃហើយអញដូចជាអស់សង្ឃឹមហើយក ុំទាន់អស់សង្ឃឹមអីរាប់ណាពួកយើងនៅមានដង្ហើមយើងត្រូវតែតស៊ូអញមិនជឿថាជីវិតអញចប់ត្រឹមហ្នឹងទេ អញក៏គិតអញ្ចឹងដែរតែពួកយើងគួរតែរកវិធីអីផ្សេងទៅដឹងដើម្បីចេញឲ្យផុតពីអាព្រៃឈួតនេះ និយាយអាមុខកុំនិយាយអញ្ចឹងលើសដើមលើហើយដោយសារតែអណ្ដាតអត់ឆ្អឹងឯងហ្នឹងបានជាជាប់7យប់7ថ្ងៃរកផ្លូវមិនឃើញសោះអញ្ចឹងហើយតមាត់ខ្លះទៅបើចង់មានជីវិតត្រឡប់ទៅផ្ទះវិញ អញដឹងហើយអាម៉ាក់សុំទោសផងអញគ្មានចេតនាទេតែមកពីខឹងពេកបានជានិយាយផ្ដេសផ្ដាសបែបនេះ មិនអីទេអាម៉ាក់តោះយើងទៅមុខទៀតក្រែងរកផ្លូវឃើញ ដើរទៅដើរមកដល់កន្លែងដដែលអញ្ចឹងអញដូចជាមួម៉ៅដល់ហើយ ចិត្តតិចអាម៉ាក់បើចង់ចេញពីទីនេះ អញទ្រាំនឹងចង់ផ្ទុះបេះដូងហើយតោះយើងចូលទៅក្នុងរូងភ្នំវិញសិនទៅ អាមកអញគិតថាពួកយើងជាប់ក្នុងព្រៃនេះយូរថ្ងៃដែរហើយតែទោះជាពួកយើងខំរកផ្លូវយ៉ាងណាក៏ដោយក៏ពួកយើងរកផ្លូវត្រឡប់ទៅផ្ទះវិញមិនឃើញដែរអញ្ចឹងហើយយើងគួរតែបែរបន់ដល់វត្ថុស័ក្តិសិទ្ធិនិងអ្នកថែរក្សានៅក្នុងព្រៃនេះទៅល្អជាងក្រែងពួកគាត់បាត់ខឹងហើយដោះលែងពួកយើងត្រឡប់ទៅផ្ទះវិញណា សាកបែបន់មើលអាម៉ាក់ក្រែងដូចពីឯងថាមែនព្រោះពួកយើងក៏អស់ជំរឿដែរគួរតែជឿអបិយជំនឿខ្លះទៅ អញទើបតែឃើញឯងនិយាយត្រូវម្ដងណាអញ្ចឹងឯងក៏មាត់អញសាកបាយបន់សិនកូនចៅសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិនិងទេវតាលោកតាលោកយាយម្ចាស់ទឹកម្ចាស់ដីព្រៃភ្នំទាំងអស់សូមជួយបើកផ្លូវបើកព្រៃឲ្យកូនចៅបានត្រឡប់ទៅផ្ទះវិញផង ភ្លាមនោះក៏មានឥសីនិងសត្វខ្លាមួយដ៏ធំបានបង្ហាញខ្លួនតែម្ដង ថ្វាយបង្គំលោកតាតើលោកតាបង្ហាញខ្លួននេះដើម្បីមកជួយពួកចៅមែនទេ ល្អហើយចៅចេះគោរពចាស់ព្រឹទ្ធាចារ្យអញ្ចឹងល្អណាស់មិនដូចអាចៅនេះទេមាត់រពើរពោយខ្លាំងណាស់ហើយតាបង្ហាញខ្លួននេះគឺដោយសារតែចង់មកប្រាប់ពួកចៅថាពេលចូលទៅព្រៃឬធ្វើដំណើរទៅទីណាកុំមាត់ផ្ដេសផ្ដាសពេកតមាត់ខ្លះទៅ ហើយលឺអត់អាមុកលឺលោកតានិយាយដែរអត់ពេលចូលព្រៃកុំចេះតែមាត់ផ្ដេសផ្ដាសពេកហើយអាអណ្ដាតឯងហ្នឹងគួរតែតមខ្លះទៅកុំចេះតែក្រលាស់តាមចិត្តនោះពាក្យខ្លះពេលក្រលាស់ចេញមកវាអាចនឹងប៉ះពាល់ដល់គេនឹងនាំទុកដល់ខ្លួនឯងដូចពេលហ្នឹងអញ្ចឹង អញដឹងហើយអាម៉ាក់អញ្ចឹងកណាសូមកម្មាទោសផងលោកតាតែចៅនិយាយទៅខុសមាត់ខុសកប៉ះពាល់ដល់លោកតា
ហើយសូមលោកតាបង្ហាញផ្លូវឲ្យកូនចៅបានវិលត្រឡប់ទៅផ្ទះវិញផង ចេះដឹងកំហុសអញ្ចឹងល្អហើយចៅតែចៅត្រូវចាំពាក្យទូមានរំបាញ់មិញផងណាហើយតាលើកលែងឲ្យពួកចៅនេះមិនមែនដោយសារតែពួកចៅដឹងកំហុសនោះទេគឺដោយសារតាមើលឃើញថាទោះជាពួកចៅមកទៅប៉ែរពោចពិតមែនតែចៅជាមនុស្សស្មោះត្រង់ហើយមិនកាយសាហាវដូចអ្នកមុនមុន អ្នកមុនកាយសាហាវយ៉ាងម៉េចទៅលោកតា ជួយប្រាប់ចៅឲ្យបានដឹងផងខ្លាចចៅខកដូចពេលនេះទៀត ពួកគេទាំងនោះមានគំនិតមិនស្មោះត្រង់ដូចពួកចៅទេហើយអ្នកខ្លះចិត្តសាហាវខ្លាំងណាស់គឺហ៊ានសម្លាប់សត្វតូចធំនិងបរិវាររបស់តាទៀតតែពួកគេមិនមានជីវិតត្រឡប់ទៅផ្ទះវិញទេព្រោះត្រូវខ្លាចទៅសម្លាប់ចោលទាំងអស់នេះហើយជាផលដែលពួកគេបានសាង ហើយចុះពួកចៅតើបាញ់សត្វរាល់ថ្ងៃនេះមានបាបទេលោកតា បាបវាចេះតែមានហើយចៅតែតានិយាយនេះគឺតានិយាយសំដៅទៅលើសត្វដែលមានគេកាន់និងព្រៃដែលមានគេថែរក្សាណាចៅហើយឲ្យរឿងសម្លាប់សត្វនេះក៏អញ្ចឹងដែរបើអាចឈប់បានគឺឈប់ទៅព្រោះសត្វទាំងឡាយនៅលើផែនដីយើងនេះគេក៏ចង់រស់ដូចពួកយើងដែរគ្រាន់តែមនុស្សមានភាពលោភលន់និងសាហាវជាងសត្វបន្តិច កណាលោកតាចៅចាំហើយអញ្ចឹងពួកចៅត្រូវធ្វើបែបណាទើបអាចចេញផុតពីព្រៃអាគមនេះបានទៅលោកតា អូចៅមិនបាច់ធ្វើអ្វីទេព្រោះតាបានដោះសីមាបង្ខាំងចៅរួចហើយព្រឹកនេះពួកចៅត្រូវដើរទៅត្រង់តាមផ្លូវដែលពួកចៅវង្វេងរាល់ថ្ងៃរហូតទៅនឹងដល់ភូមិហើយតែចៅហាមងាកក្រោយណាលុះត្រាតែទៅដល់ភូមិ កណាលោកតាចៅអរប្រគុណហើយ អញ្ចឹងតាទៅសិនហើយចៅកុំភ្លេចពាក្យបណ្ដាំរបស់តាណាចៅ ថ្ងៃនេះអញមានអារម្មណ៍ថាផ្លូវដែលពួកយើងដើរមកអត់មានវិលត្រឡប់ទៅរកកន្លែងដើមទេអាភើ អញក៏គិតដូចឯងដែរតោះយើងទៅមុខទៀតតែហាមងាកក្រោយណា ឮសំឡេងឆ្កែពូហើយអាភើតោះយើង រឿងរ៉ាវហ្នឹងវាអញ្ចឹងណាអាកាំងដូច្នេះហើយពេលឯងចូលព្រៃកុំនិយាយអីផ្ដេសផ្ដាសណាអាកាំងកុំអាងតែខ្លួនមានអណ្ដាតចេះតែក្រលាស់នោះព្រោះវាអាចនាំទុក្ខដល់ពួកយើងបាន បាទតាខ្ញុំនឹងចងចាំទុកនៅពាក្យទូមានរបស់តា